បាទសួស្តីទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងនេះអំពីការដំឡើងកម្មវិធី VMware Workstation 26H1 ដែលជាកម្មវិធី last version នៅក្នុងពេលបច្ចុប្បន្ននេះអញ្ចឹង VMware គឺជាកម្មវិធីមួយដែលយើងប្រើប្រាស់សម្រាប់បង្កើតម៉ាស៊ីនសិប្បនិម្មិតនៅក្នុងម៉ាស៊ីនពិតតែមួយអញ្ចឹងជំហានដំបូងគឺយើងត្រូវមាន file setup របស់ VMware Workstation ហ្នឹងសិនអញ្ចឹង file setup នេះអ្នកអាច download ពី website.com ឬក៏អាច download ពី website ណាដែលអ្នកទាំងគ្នាគិតថាទុកចិត្តអញ្ចឹងបន្ទាប់គឺយើងទទួលបាន file ហ្នឹងហើយគឺយើង double click ទៅលើ file ហ្នឹងអញ្ចឹងវានឹងសូមប្រអប់មួយប៉ុណ្នេះយើងចុចពីថា yes អូខេអញ្ចឹងបន្ទាប់មកវានឹងចេញផ្ទាំងបែបនេះយើងចុចពីថា next ហើយ accept the license agreement next ទៀតអញ្ចឹងកន្លែងនេះមានន័យថាបើយើងthíchមានន័យថាយើងនឹងដាក់ icon នៅលើ desktop របស់យើងអូខេអញ្ចឹងយើងកន្លែងនេះគឺយើងត្រូវតែthíchហើយ next ទៀត install អញ្ចឹងបន្ទាប់ពីដល់ចំណុចនេះអ្នកទាំងគ្នាអាចរងចាំបន្ទុករងចាំប្រហែលជាមួយផ្លែតទៅតាមកុំព្យូទ័ររបស់យើងលឿនឬក៏ឆាប់អញ្ចឹងបាទសម្រាប់បន្ទាប់ពីយើងរងចាំហើយយើងនឹងឃើញផ្ទាំងនេះយើងចុចពាក្យថា finish អញ្ចឹងនៅក្នុង VMware version នេះយើងអត់មានដាក់ license key ឬក៏អីទេស្ដាប់មកគឺវា full តែម្ដងបាទអញ្ចឹងនេះជាកម្មវិធីរបស់ខ្ញុំអញ្ចឹងបើកមើលអូខេនេះជាផ្ទាំងទូទៅរបស់កម្មវិធី VMware Workstation បាទអញ្ចឹងអ្នកទាំងគ្នាមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នាវីដេអូក្រោយការ overview នៅលើ VMware Workstation